នេះជាកូនដើមសណ្ដាន់ដែលខ្ញុំបានទិញពីមីងដែលលក់តាមផ្លូវណាគាត់ដាក់ម៉ូតូដើរលក់គាត់ចេះបានបដោះកូនឈើរោនេះរោនោះមកហើយដើរលក់ដាក់ម៉ូតូលក់តិចតួចដើម្បីចិញ្ចឹមគ្រួសារហើយខ្ញុំស្រឡាញ់ដើមសណ្ដាន់នេះមានហេតុផលមួយចំនួនទីមួយយើងដាំធ្វើជាម្ជូរផងហើយក៏រំលឹកដល់ប្រវត្តិនៃពាក្យបណ្ដាំរបស់អ្នកប្រាជ្ញធនជ័យណាមិនមែនជ័យក្រោតទេហើយរឿងធនជ័យហ្នឹងគឺនៅក្នុងកម្មវិធីសិក្សាអីបងប្អូនក្មួយដឹងណាហើយក៏មានប្រវត្តិទំនាក់ទំនងដ៏អស្ចារ្យគ្នាជាមួយនឹងប្រទេសចិនអ្នកប្រាជ្ញចិននោះមានរឿងរ៉ាវច្រើនចឹងមកន័យថាពេលខ្លះវាជារឿងបែបប្រវត្តិសាស្ត្របែបប្រជាប្រិយដែលវាកប់តំណីខ្លឹមសារដើម្បីកូនខ្មែរយើងយកមកអនុវត្តធនជ័យមុននឹងស្លាប់ទៅគាត់បានឲ្យស្ដេចទៅដើម្បីផ្ដាំផ្ញើព្រះមហាក្សត្រគេហៅព្រះមហាក្សត្រផ្ដាំផ្ញើពាក្យចុងក្រោយរបស់ធនជ័យគឺបើស្លត្រីព្រួលកុំចោលសកាបើស្លត្រីប្រាកុំចោលសកៃបើស្លក្បាលត្រីវាត្រូវនឹងមជូរសណ្ដាន់ហើយពាក្យនេះគឺមានន័យជំរឿក្នុងកម្មវិធីសិក្សាតែជាក្មួយខ្លះបានដឹងអ្នកខ្លះទៀតគាត់នៅតែមិនទាន់យល់ពីខ្លឹមសារហ្នឹងនៅក្នុងសាច់រឿងហ្នឹងក៏មានស្ដេចលើកឡើងដែរថាជ័យទៅចានិយាយអីទៅពីអញខំទៅជួបវាផ្ដាំតែពាក្យប៉ុណ្ណឹងមកអត់យល់នៃពាក្យអ្នកប្រាជ្ញមានទីជំរឿសោយត្រីព្រួលកុំចោលសកាហ្នឹងបានន័យថាសកាគឺជាពជារាជសោយរាជសម្បត្តិដឹកនាំប្រទេសជាតិមិនអាចចោលពជារាជបានទេហើយបើយើងមិនឲ្យពជារាជមានជីវភាពធូរធារមិនឲ្យពជារាជសិក្សារៀនសូត្ររក្សាសុខុមាលភាពល្អណាអនាម័យការហូបចុកយើងមិនធានាឲ្យពជារាជបានសម្បូរសប្បាយទេប្រទេសជាតិហ្នឹងរលំរលាយហើយសម្បត្តិរាជសម្បត្តិហ្នឹងក៏វាអត់ថិតថេរដែរទី1សោយត្រីព្រួលកុំចោលសកាបើសោយត្រីប្រាកុំចោលសកៃហ្នឹងគឺជាសេដ្ឋកិច្ចជាដង្ហើមត្រីដកដង្ហើមតាមសកៃណាបងប្អូនខ្លះនៅអត់ទាន់ដឹងថាត្រីដកដង្ហើមតាមសកៃទេសកៃគឺជាសេដ្ឋកិច្ចបើខ្វះសេដ្ឋកិច្ចគឺប្រទេសជាតិនឹងអត់មានលំនឹងអត់មានភាពខ្លាំងទេព្រោះសេដ្ឋកិច្ចហ្នឹងគឺជាថវិកាចំណូលចំណាយសម្រាប់ទ្រទ្រង់ឲ្យប្រជារាស្ត្រសម្បូរសប្បាយប្រទេសជាតិសម្បូរសប្បាយបានគឺមានសេដ្ឋកិច្ចហើយសេដ្ឋកិច្ចហ្នឹងមិនមែនសេដ្ឋកិច្ចខ្ជាណាដូចយើងទៅចិត្តឲ្យគេមកយករ៉ែយកព្រៃឈើយកអីទៅហើយយើងសុំភាគរយណាផលចំណេញតិចតួចពីការកុំចុងឬក៏ថ្លៃជើងសារទេគឺត្រូវបង្កើតសេដ្ឋកិច្ចខ្លួនឯងណាព្រោះយើងរំពឹងសេដ្ឋកិច្ចគេអត់បានទេអញ្ចឹងត្រូវតែធ្វើម៉េចមានរោងចក្រមានសិប្បកម្មសហគ្រាសអីនៅក្នុងប្រទេសខ្លួនឯងបង្កើតផលិតខ្លួនឯងកុំការនាំចូលពីគេមកហ្នឹងអត់ទេអត់បើរំពឹងតែចូលគេទាំងស្រុងហ្នឹងគឺអត់ទេឥឡូវនេះឮថាវៀតណាមគេអាចផលិតរថក្រោះដែលអាចបើកបរក្នុងទឹកបានគេរហូតដល់ឈានទៅដល់គេសាក់លបងផ្កាយរណបអស់ហើយថៃណាយួនអីហ្នឹងគឺគេមានអស់ហើយអញ្ចឹងយើងអត់ដង្ហើមសេដ្ឋកិច្ចហ្នឹងគឺពិបាកដូចជាប្រព័ន្ធអ៊ីនធឺណិតបើយើងប្រើរបស់គេគឺអត់សុវត្ថិភាពទេគឺគេគ្រប់គ្រងទិន្នន័យទាំងអស់អាហ្នឹងហើយដែលយើងអត់មានសេដ្ឋកិច្ចក្នុងដៃខ្លួនឯងសម្រាប់ប្រទេសជាតិណាកុំចោលសកៃស្លក្បាលត្រីត្រូវនឹងមជូរសណ្ដាន់នេះគឺវាជូរមុតជ្រៅឆ្ងាញ់បើស្លវាខុសពីមជូរផ្សេងទៀតបើប្រៀបធៀបនឹងមនុស្សគឺអ្នកប្រាជ្ញដែលគេមើលឃើញចក្ខុវិស័យវែងឆ្ងាយហើយមើលធ្លុះស្ថានភាពការដឹកនាំប្រទេសបើយើងចង់ធ្វើមេដឹកនាំយើងត្រូវការឲ្យអ្នកប្រាជ្ញមកជួយយើងហើយអ្នកប្រាជ្ញអត់មានសម្ដីផ្អែមល្ហែងលួងលោមយកទៅទូនាទីបនស័កទេអ្នកប្រាជ្ញគេអត់ចង់រស់ក្រោមសម្ពាធអ្នកណាទេគេនិយាយមកថាគេអត់ត្រូវការនៅក្រោមមនុស្សល្ងងទេហើយពេលខ្លះក៏គេនិយាយបានដែរពេលខ្លះគេនិយាយទៅដូចសម័យខ្មែរក្រហមចឹង
មេកានិកគេបញ្យល់ពីការជួសជុលរថភ្លើងម៉ាស៊ីនអីម៉ែក៏ហមថាអូអញញ៉ៃអានេះញ៉ៃខ្លួនឯងអត់ចេះដល់គេបញ្យល់ថាអត់ញ៉ៃហើយយកគេទៅសម្លាប់ចោលដែរចេះតែនិយាយឲ្យតែបានគេបញ្យល់ទៅតាមជំនាញអត់ណាអញ្ចឹងការធ្វើការងារជាមួយបុគ្គលល្ងងខ្លៅនេះគឺគ្រោះថ្នាក់ពេលខ្លះនិយាយត្រូវហើយគេមិនយកវាទៅជាទៅយើងចងេងចងាងអញ្ចឹងទៅពេលដែលគេរិះគន់ទៅអត់ទទួលយកអាហ្នឹងហើយដែលយើងអត់ទទួលយកអ្នកប្រាជ្ញពាក្យគំនិតរបស់អ្នកប្រាជ្ញពោះមជូរហ្នឹងគឺវាជូរជ្រិញវាជាពាក្យមួយដែលជ្រាលជ្រៅខ្លាំងណាស់អ្នកប្រាជ្ញគេអត់ងាយរណបទេបើតែអ្នកណាទៅរណបពីលគឺថាបណ្ឌិតក៏ដោយបើបណ្ឌិតរណបពីលគឺពីលដើម្បីតែសុំកលុំយកទូនាទីតំណែងបុណ្យស័ក្តិទៅលៀបសក្ការៈបែបហ្នឹងហើយដែលធ្វើឲ្យប្រទេសជាតិរលំរលាយបែបហ្នឹងហើយដែលធ្វើឲ្យមេដឹកនាំមិនអាចធ្វើឲ្យប្រទេសជាតិចម្រុងចម្រើនបានគេទៅរើសអ្នកមានសមត្ថភាពអ្នកដែលមានឆន្ទៈមានហ៊ាននិយាយការពិតណាហ៊ាននិយាយការពិតហ៊ានរិះគន់ស្ថាបនាមិនមែនជេរប្រមាទេមិនមែនទៅលៀបពោទេគឺហ៊ានរិះគន់ស្ថាបនាមេដឹកនាំអានឹងបានប្រទេសជាតិយើងមានការរីកចម្រើនបើសិនជាក្នុងអង្គភាពស្ថាប័នក្តីប្រទេសជាតិមួយដែលខ្វះការរិះគន់បែបស្ថាបនាខ្វះបណ្ឌិតអ្នកប្រាជ្ញដែលហ៊ាននិយាយការពិតគឺរលំរលាយអញ្ចឹងនៃខ្លឹមសារដែលផ្សោយត្រីព្រួលកំចោលសកាសោយត្រីប្រាកំចោលសកៃស្លក្បាលត្រីត្រូវនឹងមជូរសន្តានគឺមានន័យជ្រាលជ្រៅសម្រាប់ការដឹកនាំប្រទេសជាតិយើងមិនអាចយកមកលេងសើចបានទេហើយយើងនិយាយចេះតែបានហើយបកស្រាយចេះតែបានប៉ុន្តែការអនុវត្តសំខាន់ពេលអនុវត្តហ្នឹងតើយើងគោរពគោលការណ៍បែបអ្នកប្រាជ្ញអត់កុំពេលបានទូនាទីបុណ្យស័ក្តិអំណាចមានតែអញអ្នកណានិយាយរិះគន់កុំបានចាប់ដាក់គុកកាប់សម្លាប់អីអត់ទេយើងត្រូវបើកលំហសិទ្ធិសេរីភាពឲ្យគេនិយាយទៅស្ដាប់មតិយោបល់ហ្នឹងឲ្យរួចរាល់ឲ្យចប់ទៅចាំយើងយកទៅពិចារណាថាគួរប្រើការបានអត់អញ្ចឹងអ្នកដែលដឹកនាំទៅឆ្លាតគឺប្រមូលធនធានមនុស្សជាបណ្ឌិតអ្នកប្រាជ្ញមកឲ្យបានច្រើនកុំឲ្យយកតែពួកអ្នកហាយអើធ្វើអីក៏មិនកើតតែចាំតែប្រកួតប្រជែងទៅទទួលនីតិហើយលើកដៃលើកជើងមេដឹកនាំអញ្ចឹងទៅដើម្បីបានផលប្រយោជន៍ខ្លួនឯងតែប្រទេសជាតិរលាយស្ថាប័នរលាយដោយសារពួកអែបអបលៀមលើមអញ្ចឹងដែរនេះខ្ញុំនិយាយក្នុងនៃការបញ្យល់នៅក្នុងឃ្លារបស់អ្នកប្រាជ្ញធនជ័យឯងហើយក៏ជាចំណេះដឹងដល់ក្មួយសិស្សនិស្សិតហើយជាពិសេសនៅក្នុងកម្រិតមធ្យមសិក្សាអីគេច្រើនចេញពេលប្រឡងគឺចេញប្រធានបទនេះបើសោយត្រីព្រួលកំចោលស្រកាបើសោយត្រីប្រាកំចោលស្រកៃស្លក្បាលត្រីត្រូវមកជូរសណ្ដាននេះកូនសណ្ដានបាទខ្ញុំទិញមួយដើមនេះទងជា 5000 រៀលទេពីអ៊ីឬមីងបាទចិនគេហៅតាមអ៊ីតាមអីអ៊ីសោប៉ិអីទេខ្ញុំមិនខ្សែចិនទេខ្ញុំខ្មែរអង្គរសុទ្ធយើងហៅថាមីងលក់តាមម៉ូតូបាទដើរលក់រាល់ថ្ងៃហ្នឹងមានកូនព្រីងកូនស្វាយកូនក្រូចកូនអីហ្នឹងយកមកដាំនេះគឺជាអត្តសញ្ញាណមួយដែលរំលឹកនៅโครงឃ្លាទាំងអស់ហ្នឹងហើយក៏ជាមរតកសម្រាប់ទៅថ្ងៃអនាគតយើងធ្វើជាមជូរស្លក្បាលត្រីទាំងអស់គ្នាបាទសូមអរគុណបាទជំរាបលាបាទ